នេះគឺជាថ្ងៃទី3នៃ Trading Challenge នៅក្នុងរយៈពេលមួយថ្ងៃគឺខ្ញុំយកតែ 1% ចាំដឹងតែថានៅក្នុងរយៈពេលថ្ងៃទី3នេះខ្ញុំទូបានលទ្ធផលជួយណាខ្ញុំជួបបញ្ហាគេខ្លះហើយខ្ញុំមានអារម្មណ៍បែបណានៅក្នុងពេលដែលខ្ញុំចូលក្នុងការមួយថ្ងៃទៅមួយថ្ងៃខ្ញុំនឹងបង្ហាញបងប្អូនអរគ្នានៅក្នុងវីដេអូមួយនេះហើយវីដេអូមួយនេះគឺសម្រាប់បងប្អូនដែលទើបចាប់ដើមឬក៏ចង់ចាប់ដើមអាចសាកមើលវីដេអូរបស់ខ្ញុំបានពីព្រោះខ្ញុំនឹងបង្ហាញអំពីអ្វីដែលខ្ញុំតែងតែធ្វើនៅក្នុង challenge មួយនេះតោះទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងមុននឹងចូលវីដេអូរបស់ខ្ញុំសូមនិយាយតិចសិនបច្ចុប្បន្ននេះមូលហេតុដែលខ្ញុំធ្វើនេះគឺដោយសារគ្រាន់តែជាគំរូតែប៉ុណ្ណោះមិនមែនក្នុងការដែលលទ្ធផលត្រូវតែចំណេញម៉ានគិតម៉ានខ្ញុំអត់ទេខ្ញុំអត់គិតចឹងទេនៅក្នុងការធ្វើវីដេអូនេះគឺខ្ញុំធ្វើក្នុងការគោលបំណងគឺជាការគំរូថាតើមួយថ្ងៃទៅមួយថ្ងៃខ្ញុំយក 1% វាមានលទ្ធផលទៅជាយ៉ាងណាហើយក្នុងថ្ងៃទី3នេះដែលកាប៉ាត់ខ្ញុំត្រូវផុសនៅថ្ងៃសុក្រថ្ងៃទី3គឺចាំថ្ងៃសុក្រនៅការពីអាទិត្យមុនដែលជាក់ស្ដែងទៅក៏ខ្ញុំបានធ្វើនៅក្នុងវីដេអូនៅក្នុងថ្ងៃច័ន្ទនឹងវិញខ្ញុំផុសថ្ងៃច័ន្ទនឹងវិញអញ្ចឹងនៅថ្ងៃទី3នេះគឺខ្ញុំអត់បានចូលក្នុងការជួញដូរទេបងប្អូននេះស្ដាប់សិនកុំតាអូម្លងមូលហេតុដែលខ្ញុំមិនបានចូលជួញដូរដោយសារតែអារម្មណ៍របស់ខ្ញុំមានន័យថាម៉េចគឺខ្ញុំអត់ស្រួលខ្លួនជាក់ស្ដែងថាឥឡូវអត់ស្រួលខ្លួនដែរទី2គឺខ្ញុំមានន័យថានៅពេលដែលអត់ស្រួលខ្លួនគឺខ្ញុំអត់ចូលជួញដូរទេបងប្អូននេះត្រូវចាំសម្រាប់បងប្អូនដែលចាប់ដើមឬចង់ចាប់ដើមត្រូវចាំថាប្រសិនបើអារម្មណ៍យើងអត់ល្អអត់ស្រួលខ្លួនយើងអត់មានអារម្មណ៍ក្នុងការវិភាគទៅលើទីផ្សារទេបងប្អូននេះកុំចូលជួញដូរអីពីព្រោះការ trading ការ trade គឺវាត្រូវការប្រើប្រាស់អារម្មណ៍ខ្ពស់មែនតើអញ្ចឹងនៅក្នុងការធ្វើខ្ញុំគឺខ្ញុំនឹងធ្វើ challenge នេះក្នុងរយៈពេល2អាទិត្យបន្ទាប់ពី2អាទិត្យហើយខ្ញុំនឹងមានអ្វីពិសេសនៅថ្ងៃចុងក្រោយដូចការ challenge ខ្ញុំពីមុនចឹងអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺចប់តែប៉ុណ្ណឹងហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះហើយជួបគ្នានៅវីដេអូក្រោយ